នេះខ្ញុំម្ចាស់សុកណៃចេញចែករំលែកអំពីរឿងសមាធិបួងសួងទៅដល់អ្នកទាំងអស់គ្នាឲ្យបានដឹងហើយវាគឺជាបទពិសោធន៍របស់ខ្ញុំម្ចាស់សុកណៃផ្ទាល់តែម្ដងហើយខ្ញុំម្ចាស់បានពិតប្រាកដខ្លួនឯងតែម្ដងខ្ញុំម្ចាស់ចង់ចែករំលែកដល់ពុកម៉ែបងប្អូនទាំងគ្នាឲ្យបានដឹងអំពីរឿងសមាធិនេះបើសិនជាអ្នកទាំងអស់គ្នាចង់លាចាកអំពីសេចក្តីកាត់ចាស់ឈឺស្លាប់និងលាផុតអំពីវិវត្តសង្សារកាត់ចាស់ឈឺស្លាប់ហើយនឹងបានដោយពិតប្រាកដហើយនឹងបានដោយច្បាស់លាស់ហើយនឹងលឿនបំផុតតើតែអ្នកទាំងអស់គ្នាខំប្រឹងប្រែងសមាធិរាល់ថ្ងៃមិនថាអ្នកទាំងអស់គ្នាសមាធិនៅពេលណាទេក៏បានដែរឲ្យតែអ្នកទាំងអស់គ្នាខំប្រឹងប្រែងសមាធិរាល់ថ្ងៃឲ្យជាប់ហើយអ្នកទាំងអស់គ្នាមិនចាំបាច់ពាត់សេមាឬអ្វីច្រើននោះទេតែអ្នកទាំងអស់គ្នាគ្រាន់តែបួងសួងនៅអ្វីដែលអ្នកទាំងអស់គ្នាចង់បាននៅក្នុងពេលសមាធិនោះហើយអ្នកទាំងអស់គ្នាបួងសួងរួចហើយអ្នកទាំងអស់គ្នាសូត្រធម៌អ្វីក៏បានដែរឲ្យធម៌ព្រះពុទ្ធឲ្យតែអ្នកចង់សូត្រហើយអ្នកទាំងអស់គ្នាមិនចាំបាច់តាមដង្ហើមចេញចូលរបស់អ្នកទាំងអស់គ្នាទេមានន័យថាអ្នកទាំងអស់គ្នាសមាធិដាក់ជើងភ្នែនភ្លាមអ្នកទាំងអស់គ្នាបួងសួងនៅអ្វីដែលអ្នកទាំងអស់គ្នាចង់បាននិងត្រូវការហើយអ្នកទាំងអស់គ្នាសូត្រធម៌ដែលអ្នកទាំងអស់គ្នាចេះហើយនឹងត្រូវសមាធិរាល់ថ្ងៃហើយបើសិនជាអ្នកទាំងអស់គ្នាបាននៅអ្វីដែលអ្នកទាំងអស់គ្នាចង់បានហើយអ្នកទាំងអស់គ្នាសមាធិតែម្ដងនៅក្នុងថ្ងៃសិលក៏បានដែរវាគឺជារឿងពិតដែលខ្ញុំបានធ្វើផ្ទាល់ខ្លួនឯងតែម្ដងហើយខ្ញុំបានសម្រេចនៅអ្វីដែលខ្ញុំត្រូវការអរគុណ